Bạn sắp xếp bằng ổn hè mà dục mình khi em tới Monterey thọ với tàu lê những chạy đàn ấy rồi bạn chụp bóng pro mà nè đại còn mau được hàng hàng tất cả quá bóng môi đầu còn bạc cái thôi mình tất cả với tàu pro mình tàu lực thực chất thì còn dục mình những còn mà Monterey nó còn mà lộ áo mùa lịch thị nằm bây giờ mùa lịch thị nằm bây chui chân rong cua chui tam là riêng rồi có sao bạc cái xanh xanh trắng á vậy làการxe nóคือខ្ញុំបានឃើញក្មួយដែលមកពីស្រុកយើងមកពីសាលាអនុវិទ្យាល័យវិពន្ធពួកគាត់ដែលកប់និទេសអេ3នាក់ហ្នឹងនៅនឹងដែរខ្ញុំមិនដឹងថាគាត់ហ្នឹងស្គាល់គ្នាពីមុនឬក៏តាក់ទងយ៉ាងម៉េចទេខ្ញុំទៅដល់ឃើញគាត់នៅនឹងដែរហើយគាត់កំពុងតែសម្ភាសហើយនឹងចែកលុយលើកទឹកចិត្តម្នាក់200000អញ្ចឹងខ្ញុំក៏សូមអរគុណបងប្រុសដែរដែលបានលើកទឹកចិត្តក្មួយនិទេសអេមកពីសាលាវិពន្ធខាងស្រុកខ្ញុំហ្នឹងហើយឃើញពួកគាត់មានសមត្ថភាពមែនតើមិនថាចំណេះដឹងមិនថាទ្រឹស្ដីការនិយាយស្ដីអីទេអញ្ចឹងបើសិនតែបងប្អូនមិនជឿបងប្អូនទៅចូលមើលវីដេអូនៅក្តីខ្ញុំថតយកមិញហ្នឹងបងប្អូនណាបាទសូមជួយមើលទាំងអស់គ្នាហើយក្មួយដែលរៀនបកកាយសិស្សនិទេសអេផ្សេងទៀតសិស្សនិទេសអេតែអត់អស់លុយណាអីចាអស់កាន់គួយណាបាទកាន់គួយនេះ200,000រៀលបាទ200,000រៀលក្មួយបាទអញ្ចឹងឥឡូវក្មួយចូលរៀននៅសាកលទាន់ចុងខែ11ហ៎តែឥឡូវយើងមកនេះយើងមកដើរលេងឬក៏មករកដាក់ពាក្យឬក៏អីហេតុតែតាទៅឡំហើយចឹងមកកាត់ព្រៃអូមកដើរលេងហ៎អូខេមកដើរលេងប្រហែលជាមួយខែបានហើយមកស្នាក់នៅភ្នំពេញរៀនត្រៀមមួយចង់រៀនអីសម្រាប់ខ្ញុំចង់រៀន IT ល្អជំនាញអីក៏ល្អដែរមួយទៀត IT ឥឡូវពេញនិយមព្រោះចែកវិទ្យាជឿនលឿនមួយចង់រៀនអីខ្ញុំ IT ដែរ IT មួយចង់រៀនអីចំពោះខ្ញុំចង់រៀនស្ថាបត្យកម្មអូខេសិតតែជំនាញល្អអញ្ចឹងក្មួយខិតខំប្រឹងប្រែងរៀនសូត្រក្មួយបាននិទេសអេហើយក្មួយបានដាក់ពាក្យដែរក្មួយបានដាក់ដូចរាល់ហើយពូជាប់ណាជាប់ហើយបានអាហារូបករណ៍បានហាត់អើយចាអត់មាន100%មាន100ដាក់ប្រឡងដែរតែបានតែ50គ្រាន់បើជាងយើងបង់លុយ100%អញ្ចឹងបងប្អូនឃើញអត់សិស្សបកែមានឱកាសទៅណាក៏ដោយគេស្រឡាញ់គេចូលចិត្តគេរាប់អានទៅប្រឡងទៅដាក់ពាក្យបានឱកាសមានឱកាសទទួលបានអាហារូបករណ៍100%និង50%បើមិនបាន100បាន50ក៏ជួយឪពុកម្ដាយបានច្រើនដែរចុះក្មួយបានដាក់ពាក្យនៅដាក់ហើយពូជាប់នៅជាប់បាន50%ដូចគ្នាល្អចុះក្មួយប្រុសខ្ញុំបានដាក់ហើយបានប្រឡងជារាល់ហើយបានអាហារូបករណ៍អត់សាលាតិចដោខ្ញុំអត់បានអាហារូបករណ៍ទេដោយសារខ្ញុំអត់បានដាក់ពីខាងសាលាអត់បានដាក់ពាក្យសាលាតិចដោហ្នឹងបាទសាលាតិចដោហ្នឹងគេតម្រូវឲ្យយើងដាក់អាហារូបករណ៍ពីខាងសាលាហើយដល់ខ្ញុំអត់បានដាក់ចឹងទៅអត់ដល់កាត់អូអត់បានដាក់តាមសាលាពីវិទ្យាល័យយើងមកចាំមិនបានយើងអត់បានដាក់ចឹងស្ដាយឱកាសក្មួយអាហារូបករណ៍យើងត្រូវបង់លុយច្រើនណាបាទយើងខាតណាក្មួយណាបាទអញ្ចឹងឥឡូវបងប្អូនកូនក្មួយដែលបាននិទេសអេណាខំប្រឹងប្រែងក្នុងការរៀនសូត្រហើយត្រូវតាមឲ្យទាន់ឥឡូវគេឲ្យអាហារូបករណ៍50% 100% ត្រូវរត់រះជួយឪពុកម្ដាយបានច្រើនណាបាទបើយើងរៀនអត់អស់លុយចប់បរិញ្ញាបត្រឪពុកម្ដាយយើងអត់សូវចាយលុយច្រើនទេគាត់ក៏អត់សូវហត់ដែរហើយយើងជាកូនល្អយើងប្រឹងប្រែងរៀនសូត្របាននិទេសអេហើយគួរធ្វើម៉េចបានអាហារូបករណ៍យ៉ាងហោចណាស់50%ចំនួនខ្ញុំបានអាហារូបករណ៍រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ100%បាទខ្ញុំបានឱកាសរៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ100%ពីលោកតាបណ្ឌិតកុលភេងអញ្ចឹងលោកតាបណ្ឌិតកុលភេងក៏ជាអ្នកមានគុណមួយរូបរបស់ខ្ញុំដែរដោយសារខ្ញុំបានរៀននៅសាកលវិទ្យាល័យអត់អស់លុយទេបាទគឺលោកតាឧបត្ថម្ភឲ្យខ្ញុំរៀនបាទអាហារូបករណ៍ 100% តែម្ដងអញ្ចឹងសម្រាប់សិស្សបកាយនិទេសអេបើខ្ញុំមកទីនេះអាចមកជួបខ្ញុំបានខ្ញុំនឹងនៅតែបន្តបាទជូនជាប្រាក់លើកទឹកចិត្តបន្តិចបន្តួចដើម្បីជាកម្លាំងចិត្តឲ្យក្មួយបងប្អូនខិតខំប្រឹងប្រែងរៀនសូត្របន្តទៀតហើយក្មួយនៅទីនេះសិតតែនិទេសអេដែលមកពីខេត្តព្រៃវែងមកពីវិទ្យាល័យបណ្ឌនីហ៊ុនសែនព្រៃពោត
វិទ្យាល័យបរនីហ៊ុនសែនព្រៃពូនបងប្អូនខ្ញុំជឿថាលោកនាយកសាលាលោកគ្រូអ្នកគ្រូមេដាបេដាអាណាព្យាបាលក៏ដូចជាលោកចៅហ្វាយខេត្តព្រៃវែងច្បាស់ជាលោកមានមោទនភាពចំពោះក្មួយខ្លាំងមែនទែនសូម្បីតែខ្ញុំដែលអត់នៅព្រៃវែងទេប៉ុន្តែខ្ញុំមានមោទនភាពចំពោះក្មួយទើបខ្ញុំជូនថវិកាលើកទឹកចិត្តក្មួយដូច្នេះក្មួយខិតខំប្រឹងប្រែងរៀនសូត្របន្តទៀតដើម្បីមានឱកាសជួយសង្គមជាតិយើងក្មួយរៀនបកកែបែបនេះបើខ្ញុំមានធនធានច្រើនខ្ញុំចង់ផ្ដើមឲ្យក្មួយរៀនតាំងពីដើមរហូតដល់ចប់តែម្ដងប៉ុន្តែឥឡូវខ្ញុំវានៅក្រអ្វីដែលអាចជួយក្មួយបានគឺការផ្សព្វផ្សាយការលើកទឹកចិត្តបន្តិចបន្តួចហើយថ្ងៃក្រោយបើសិនជារៀនបានបកកែក្តីយ៉ាងម៉េចក្តីទៅជាអីក្តីជួបខ្ញុំហៅខ្ញុំផងដើម្បីខ្ញុំអាចនឹងជជែកជាមួយក្មួយបន្ថែមតើក្មួយបានទៅដល់ណាហើយព្រោះមិនប្រកាសថាសិស្សបកែដឹងអំពីគោលដៅដែលត្រូវដើរទេពេលខ្លះអាចវង្វេងដែរអញ្ចឹងបើជួបខ្ញុំហៅខ្ញុំផងខ្ញុំនឹងជជែកជាមួយក្មួយបន្ថែមដើម្បីធ្វើយ៉ាងណាតម្រង់ទិសក្មួយឲ្យក្មួយដើរទៅផ្លូវត្រូវឲ្យក្មួយដើរផ្លូវដែលក្មួយចង់ដើរពិតប្រាកដកុំឲ្យវង្វេងបាទអញ្ចឹងអរគុណច្រើនក្មួយទាំង3នាក់អរគុណសុខសប្បាយក្មួយណាអើយជាចុងក្រោយខ្ញុំចង់ផ្ដាំដល់អាណាព្យាបាលក៏ដូចជាបងប្អូនដែលអត់ទាន់បញ្ចប់អើយថ្នាក់វិទ្យាល័យឬក៏ថ្នាក់ទី12ហ្នឹងនៅត្រង់នេះខ្ញុំចង់ប្រាប់ថាអើយក្រោយពីយើងបញ្ចប់ថ្នាក់ទី12ឱកាសអាហារូបករណ៍គឺមានច្រើនសម្រាប់យើង 100% 50% 75% មានតាមហ្នឹងប៉ុន្តែវាទាមទារលើកម្រិតចំណេះដឹងដែរអញ្ចឹងការប្រឡងអាហារូបករណ៍តាមសាលាធំអើយឧទាហរណ៍ដូចសាលា AUPP អញ្ចឹងសាលាហ្នឹងអើយថ្លៃប៉ុន្តែគេទាមទារឲ្យយើងចេះភាសាអង់គ្លេសហើយនៅគណិតរៀនខ្លាំងដែរអញ្ចឹងមានថាខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនដែលនៅវិទ្យាល័យហ្នឹងខិតខំរៀនភាសាអង់គ្លេសកុំទុកភាសាអង់គ្លេសចោលដោយសារតែភាសាអង់គ្លេសគឺវាសំខាន់ណាស់ទោះបីជាយើងអត់ត្រូវការប្រឡងយកអាហារូបករណ៍នៅថ្នាក់សាកលវិទ្យាល័យក៏យើងត្រូវតែនៅតែប្រើប្រាស់វានៅក្នុងការរៀនទូទៅដែរចឹងមានថាភាសាអង់គ្លេសវាសំខាន់អញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាខិតខំរៀនណានៅថ្នាក់វិទ្យាល័យកុំចោលភាសាអង់គ្លេសចា៎មួយមានន័យចង់ផ្ដាំទៅកាន់បងប្អូនក៏ដូចជាអាណាព្យាបាលបាទខ្ញុំចង់ផ្ដាំទៅបងប្អូនឲ្យខិតខំរៀនតាំងពីដើមឆ្នាំព្រោះអាពេលដើមឆ្នាំហ្នឹងយើងវានៅរឿងល្អអញ្ចឹងយើងពេញមេរៀនឬក៏ធ្វើលំហាត់ទៅវាបានច្រើនតែបើយើងចាំធ្វើចុងឆ្នាំយើងអាចនឹងភ័យផងហើយយើងនៅច្រើនទៀតអញ្ចឹងវាធ្វើយើងអាចផ្លិចឬក៏ភ្លាត់អីមួយចាអរគុណគួយបាទចំពោះខ្ញុំបាទខ្ញុំចង់ផ្ដាំទៅដល់សិស្សបងប្អូនគ្នាយើងមុនយើងត្រូវរៀនដើមឆ្នាំហើយដល់ពេលយើងដាក់គោលដៅហើយយើងកុំបោះបង់គោលដៅយើងចោលយើងកុំទុកវាចោលហើយគោលដៅនេះយើងត្រូវតែមានមហិច្ឆតាដែលថាយើងកុំទុកវាចោលសម័យតែមិនហើយហើយតើយើងនៅតាមឆ្នាំហ្នឹងយើងគួរស្វែងរកតែបានច្រើនគួរលំហាត់ទៅនួផ្សេងហើយយើងរៀនឲ្យស្មារតីទុកមុខជាកុំបោះបង់មុខជាណាមួយឡើយអរគុណច្រើនក្មួយអរគុណណាស់បងប្អូនតែដៃទាំងអស់គ្នាមកបងប្អូនសិស្សនិទេសអេទាំង3នាក់តែម្ដងថ្ងៃនេះខ្ញុំថាសំណាងក៏បានដែរខ្ញុំបានជួបជាមួយនឹងក្មួយហើយខ្ញុំតែងតែចង់ជួបជាមួយសិស្សបកែដើម្បីឲ្យគាត់ចែករំលែកនៅបទពិសោធន៍នៃការសិក្សារៀនសូត្ររបស់គាត់ឲ្យក្មួយដទៃទៀតបាទចាប់យកចំណុចពិសេសចំណុចខ្លឹមរបស់គាត់ហើយប្រឹងប្រែងរៀនសូត្រដើម្បីមានឱកាសបាននិទេសអេដូចគាត់ដែរអញ្ចឹងអរគុណច្រើនក្មួយខ្ញុំជឿថាក្មួយនឹងមានអនាគតល្អប៉ុន្តែខិតខំបន្តទៀតព្រោះដោយសារតែឥឡូវនេះគឺយើងទៅតែបញ្ចប់ថ្នាក់ទី12យើងមានផ្លូវដើរវែងឆ្ងាយមែនទែនអញ្ចឹងក្មួយចាំឆាតចូល page ខ្ញុំផងហើយដាក់លេខទូរស័ព្ទម្នាក់មួយក្នុងករណីខ្ញុំហៅចូលកម្មវិធីពិសេសខ្ញុំអាចនឹងហៅក្មួយបានអូខេបាទខ្ញុំអាចហៅក្មួយបានឥឡូវអញ្ចេះទៅជួបប្រពន្ធខ្ញុំនៅខាងក្រោយយកលេខទូរស័ព្ទឲ្យលេខទូរស័ព្ទគាត់ខ្ញុំប្រហែលជាអញ្ជើញក្មួយចូលទៅក្នុងវេទិកា podcast របស់យើងដើម្បីឲ្យក្មួយចែករំលែកបានពេញលេញអំពីការរៀនសូត្ររបស់ក្មួយបទពិសោធន៍ជាក់ស្ដែងទៅកាន់បងប្អូនកូនក្មួយដទៃទៀតដែលកំពុងតែរៀនថ្នាក់ទី12នៅឆ្នាំថ្មីនេះនៅបវេសនកាលថ្មីបាទអញ្ចឹងអរគុណច្រើនក្មួយអរគុណបាទអរគុណយកលេខទូរស័ព្ទឲ្យប្រពន្ធខ្ញុំគាត់យកលេខទូរស័ព្ទ